ជំងឺប្រមាថទឹកបាយគឺជាជំងឺដែលឆ្លងតាមការរួមភេទឬយើងហៅថាជំងឺកាមរោគជំងឺនេះបង្កឡើងដោយពពួកបាក់តេរីដែលមានឈ្មោះថា Neisseria gonorrhea ជំងឺនេះអាចនាំឲ្យមានបញ្ហាសុខភាពរយៈពេលវែងនិងភាពគ្មានកូនទៅថ្ងៃក្រោយជំងឺប្រមាថទឹកបាយគឺអាចព្យាបាលឲ្យជាដាច់និងគ្មានផលវិបាកបើប្រើរូបមន្តព្យាបាលត្រឹមត្រូវព្យាបាលទាន់ពេលនិងទទួលបានការផ្ដល់ប្រឹក្សាច្បាស់លាស់ជំងឺប្រមាថទឹកបាយគឺជាជំងឺកាមរោគដែលកើតញឹកញាប់ច្រើនបង្ករោគនៅម្ដុំបង្ហួរនោមរន្ធទ្វារមាសដៃស្បូនមាត់ស្បូនរន្ធគូតបំពង់កនិងភ្នែកហេតុអ្វីបានកើតរោគប្រមាថមេរោគបង្កជំងឺប្រមាថទឹកបាយគឺឆ្លងតាមរយៈការរួមភេទដូចជាការរួមភេទតាមមាត់តាមរន្ធគូតការរួមភេទតាមទ្វារមាសឬតាមរយៈដៃដែលប្រឡាក់ជាប់មេរោគឆ្លងតាមការថើបការបឺតជញ្ជក់មាត់និងឆ្លងពីម្ដាយទៅទារកនៅពេលសម្រាលរោគសញ្ញាជំងឺប្រមាថទឹកបាយចំពោះបុរសរោគសញ្ញាគឺអាចស្ដែងចេញចាប់ពី2ថ្ងៃទៅ30ថ្ងៃបន្ទាប់ពីបានឆ្លងមេរោគនេះរោគសញ្ញាដំបូងគឺមានការក្តៅក្រហាយឈឺចុកចាប់ពេលនោមបន្ទាប់មកមាននោមញឹកញាប់និងមានអារម្មណ៍ចេះតែចង់បាត់ជើងតូចមានទឹករំអិលដែលមានលក្ខណៈដូចខ្ទុះពណ៌សដូចទឹកបាយហូរចេញពីបង្ហួរនោមទឹករំអិលនោះអាចមានពណ៌លឿងពណ៌សពណ៌ត្នោតខ្ចីឬក៏ពណ៌បៃតងមានការឡើងហើមក្រហមនៅចុងលឹងមានការហើមពងស្វះឬមានការឈឺចុកចាប់ពងស្វះរោគសញ្ញាជំងឺប្រមាថទឹកបាយចំពោះស្ត្រីភាគច្រើនដែលបានឆ្លងមេរោគនេះគឺមិនមានស្ដែងចេញជារោគសញ្ញាអ្វីនោះទេប៉ុន្តែអាចចម្លងមេរោគនេះទៅដៃគូបានចំពោះស្ត្រីបើមានរោគសញ្ញាគឺអាចលេចចេញពី1ថ្ងៃទៅច្រើនសប្តាហ៍បន្ទាប់ពីបានឆ្លងមេរោគនេះរោគសញ្ញារួមមានការធ្លាក់ទឹករំអិលរាវតាមរន្ធទ្វារមាសមានពណ៌លឿងឬក៏ពណ៌បៃតងមានការឈឺចាប់ឬក្រហាយពេលបាត់ជើងតូចជំរុញឲ្យស្ត្រីមានការនោមញឹកញាប់មានការមករដូវដែលមានឈាមច្រើនជាងមុននិងឈឺចាប់ជាងមុនហើយអាចមានការធ្លាក់ឈាមនៅចន្លោះវដ្តរដូវមានការឈឺចាប់កំឡុងពេលរួមភេទជួនកាលមានធ្លាក់ឈាមក្រោយការរួមភេទទៀតផងនិងមានការឈឺចុកចាប់នៅក្នុងពោះផ្នែកខាងក្រោមរោគសញ្ញានៃជំងឺប្រមាថដែលកើតនៅម្ដុំរន្ធគូតគឺមានការរមាស់ឈឺចុកចាប់ក្នុងរន្ធគូតមានការហូរឈាមឬក៏ហូរទឹករំអិលតាមរន្ធគូតនិងមានការឈឺចុកចាប់រន្ធគូតពេលពោះវៀនមានចលនារោគសញ្ញានៃជំងឺប្រមាថនៅមាត់និងបំពង់កមានការឈឺចាប់បំពង់កជាប់រហូតមានការរលាកការឡើងក្រហមក្នុងបំពង់កនិងមានការហើមកូនកណ្ដុរនៅតំបន់កជំងឺប្រមាថដែលកើតនៅភ្នែកមេរោគនេះគឺអាចឆ្លងតាមរយៈដៃដែលប៉ះពាល់ប្រដាប់ភេទប៉ះពាល់ទៅលើទឹកនោមឬក៏ប៉ះកន្លែងដែលមានមេរោគហើយយើងមិនបានលាងសម្អាតដៃហើយយកដៃនោះមកប៉ះពាល់ភ្នែកឬក៏ប្រឡាក់ទឹកកាមនៅមុខឬក៏ភ្នែកនៅពេលរួមភេទជំងឺប្រមាថភ្នែកច្រើនកើតចំពោះទារកដែលបានឆ្លងមេរោគនេះពីម្ដាយនៅពេលសម្រាលរោគសញ្ញានៃជំងឺប្រមាថភ្នែកគឺរួមមានការឈឺរមាស់ក្រហាយនៅភ្នែកហើមត្របកភ្នែករលាកភ្នែកឡើងក្រហមភ្នែកមានការហូរពពឹកភ្នែកដែលមានទឹករំអិលពណ៌សឬក៏ពណ៌លឿងជាប់ជុំវិញភ្នែកកើតរោគប្រមាថមិនមានរោគសញ្ញាជាអ្នកផ្ទុកមេរោគអាចចម្លងមេរោគនេះទៅដៃគូកើតប្រមាថដែលអត់រោគសញ្ញាជាតំណាងចែកចាយមេរោគប្រមាថដ៏សំខាន់កាលណាគ្មានរោគសញ្ញាគឺមិនរំខានដល់ការរួមភេទនិងមិនបានស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវការធ្វើតេស្តរោគមេរោគប្រមាថគេអាចធ្វើតេស្តរោគមេរោគនេះនៅក្នុងទឹកនោមពីសំណាក់ដែលត្បាល់ពីបង្ហួរនោមរន្ធទ្វារមាសបំពង់ករន្ធគូតឬក៏ពពកភ្នែកអ្នកកើតរោគប្រមាថគួរតែធ្វើតេស្តស្រាវជ្រាវរោគជំងឺកាមរោគផ្សេងទៀតជាពិសេសមេរោគអេដស៍ផលវិបាកនៃជំងឺប្រមាថទឹកបាយចំពោះស្ត្រីជំងឺប្រមាថទឹកបាយដែលព្យាបាលមិនបានត្រឹមត្រូវមេរោគអាចឆ្លងរាលដាលទៅដល់ស្បូនដៃស្បូននិងអូវានាំឲ្យមានជំងឺរលាកអាងស្រគាកឲ្យមានការឈឺចាប់ធ្ងន់ធ្ងរនិងការបង្ករោគរ៉ាំរ៉ៃអាចបណ្ដាលឲ្យមានការខូចខាតដល់សរីរាង្គបន្តពូជរបស់ស្ត្រីមានការស្ទះឬក៏សម្លាកការរួមត្បៀតតូចនៃដៃស្បូនដែលជាផលវិបាកនៃការពិបាកក្នុងការមានផ្ទៃពោះបណ្ដាលឲ្យមានកូនក្រៅស្បូនជំងឺប្រមាថទឹកបាយក៏អាចឆ្លងដល់ទារកទើបនឹងកើតកំឡុងពេលសម្រាលដែលអាចបណ្ដាលឲ្យទារកពិការភ្នែកផលវិបាកនៃជំងឺប្រមាថទឹកបាយចំពោះបុរសរោគប្រមាថដែលមិនបានព្យាបាលឬព្យាបាលមិនបានត្រឹមត្រូវនាំឲ្យមានសម្លាកបង្ហួរនោមការរួមត្បៀតបង្ហួរនោមនាំឲ្យពិបាកនោមទៅតឹងអាចមានការកើតបោះកខ្ទុះនៅក្នុងលឹងរលាកឬក៏ការរួមត្បៀតបំពង់បង្ហូរមេជីវិតកើតបោះកខ្ទុះនៅក្នុងពងស្វះដែលអាចបណ្ដាលឲ្យខ្លាយទៅជាបរិះអត់កូនបន្តពូជទៅថ្ងៃក្រោយ
ទាំងបរោះនិងស្ត្រីដែលកើតរោគប្រមេះមិនបានព្យាបាលឬព្យាបាលមិនបានត្រឹមត្រូវមេរោគប្រមេះអាចរាលដាលទៅបង្ករោគនៅដល់បេះដូងសន្លាក់ដំបៅស្បែកនិងសរីរាង្គផ្សេងៗទៀតនិងអាចមានហានិភ័យនៃការឆ្លងមេរោគអេដส์5 ដងខ្ពស់ជាងអ្នកដែលមិនមានមេរោគប្រមេះការព្យាបាលជំងឺប្រមេះទឹកបាយសូមអញ្ជើញមកជួបគ្រូពេទ្យជំនាញធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ព្យាបាលបានត្រឹមត្រូវនិងទាន់ពេលវេលាព្រមទាំងទទួលបានការផ្ដល់ប្រឹក្សាអំពីជំងឺនេះត្រឹមត្រូវច្បាស់លាស់ជំងឺប្រមេះទឹកបាយជាជំងឺកាមរោគដែលបង្កដោយពពួកបាក់តេរីជំងឺនេះគឺអាចព្យាបាលឲ្យជាដាច់និងគ្មានផលវិបាកទៅថ្ងៃក្រោយជៀសវាងការផ្សំថ្នាំយកមកលេបព្យាបាលជំងឺប្រមេះដោយខ្លួនឯងនាំឲ្យមេរោគប្រមេះស៊ាំថ្នាំកាន់តែច្រើនមុខនិងមានផលវិបាកកាន់តែច្រើនត្រូវព្យាបាលគ្រប់ដៃគូរួមភេទទាំងអស់បើមិនដូច្នេះទេគឺអាចឆ្លងពីដៃគូនោះមកវិញ